ព្រមតែហ៊ានមួយក្រុមបានធ្វើការស្រែកបញ្ជាបានទៅបាញ់ទៅគុំទុកឲ្យវារស់បានទៅព្រោះពួកនេះវាជាចោលឈាមខ្មៅដែរលួចលោកមកបាញ់ប្រហារនឹងធ្វើបាបប្រជាជនអញណាស់បាញ់វាទៅបាញ់វាទៅ BM21 នេះគឺជាអធិរាជអាវុធរបស់កម្ពុជាឆាប់បាញ់វាទៅបាញ់វាឲ្យងាប់អស់ទៅអ្នកគឺជាតួឯកចិត្រាបានទាញអាវុធបាញ់គ្មានឲ្យសត្រូវបានតដៃឡើយដោយហេតុខ្លួនខឹងនឹងសត្រូវដែលចូលមករំលោភបំពានលើដែនអាណាធិបតេយ្យរបស់កម្ពុជានឹងធ្វើឲ្យប្រជាពលរដ្ឋចាស់ក្មេងបែកបាក់ប្រេតប្រាស់គ្រួសារអស់ទៅរីឯពួកចសៀមក៏នាំគ្នាបាញ់ទប់ទល់ដែរប៉ុន្តែទប់ទល់នឹងមិនឈ្នះជាមួយនឹងអធិរាជ BM21 ឡើយដែលមានវិចិត្រជាអ្នកបាញ់តម្រង់ហើយនឹងមានទ័ពជួរមកបាញ់ទប់ទល់មិនឲ្យតល់ពីឡើងមកវាយប្រហារបានឡើយចម្បាំងនេះបាញ់គ្នារហូតមិនចេះចប់មិនចេះហើយព្រោះតែជាមហិច្ឆតារបស់ពូជចៅសៀមដែលវាចង់បានទឹកដីខ្មែរតកូនតទៅចៅវាថែមទាំងបង្រៀនឲ្យកូនចៅវាដឹងថាខ្មែរនេះជាអ្នកលួចប្រវត្តិសាស្ត្ររបស់វាជាអ្នកលួចទឹកដីវាពួកនេះជាពួកទេរឆានណាស់ជាចុងក្រោយសូមមតិអ្នកទាំងអស់គ្នាថាតើខ្សែរឿងនេះជេរសៀមបានល្អនៅ